សួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញ feature ផន Zenith Plus Aizen Zenith Plus feature មើលឆ្អឹងមនុស្សចាស់អាយុ74ឆ្នាំមើលឃើញឆ្អឹងគាត់គ្រប់ធំៗហ្នឹងអាហ្នឹងគឺប្រាប់បញ្ជាក់ថាវាជាប្រភេទឆ្អឹង D3 ឆ្អឹង Sport អញ្ចឹងណាអានេះខ្ញុំដាំបកគោលហើយតែបកគោលនេះគឺ4ចុចប្រវែងវា8កន្លះអានេះខ្ញុំដាក់ MUA ណាឆ្អឹង Sport ទេតែ MUA ខ្ញុំអាចរឹតរហូតដល់30 Newton ណាហើយបកគោដែលខ្ញុំរឹតហ្នឹងគឺវាលើសពី35 Newton ឆ្អឹង Sport ទេណាតែអាចយកថក់បានប៉ុណ្្នឹងណា Zenith Plus វាអត់ត្រូវការកុកតិកាលរៀលទេចោះតែប៉ុណ្្នឹងគឺមួលយកហ្មងអញ្ចឹងណាបាទចាស់ឆ្អឹង Sport អែមគឺ Zenith Plus គឺមួលទៅគឺដឹងតាំងដៃហ្មងគឺមួលទៅដឹងអារម្មណ៍ថាយើងគិតថា primary stability វាគឺល្អហ្មងអញ្ចឹងណាបាទហើយយើងរឹតតាមបកគោលឲ្យដាក់ MUA ឲ្យហើយតោះហើយថ្ងៃក្រោយគឺលែងឈឺពួក MUA វានៅកន្លះមីលីម៉ែត្រឬក៏1មីលីម៉ែត្រនៅក្រោមចាញ់ហើយបកគោលដាំត្រង់ភ្លឹងអញ្ចឹងបាទដៃសុទ្ធបាទ